168ហ្នឹងត្រូវចែកខ្ញុំអត់ពេលដោយសារខ្ញុំលក់ឲ្យខ្ញុំខំបានលក់ឲ្យអូចឹងអ៊ីទីចំណែករបស់អ៊ីមែនចាម៉ានចំណែករបស់អ៊ីម៉ាន$168ហើយគាត់ថាឲ្យអ៊ីអត់ឲ្យខ្ញុំទេគាត់ចែកបងប្អូនគាត់ទេចុះមិនបានមកចែកឲ្យគាត់បងប្អូនខ្ញុំសិនតែអ្នកអត់ចឹងហ៎បងសិនអ្នកកំសត់ចឹងហ៎អ្នកកំសត់បាទហើយចឹងបងឯងទិញកន្លែងគាត់ឡើងកំប៉ុងមកកំប៉ុងបងមកកំប៉ុងឥឡូវនេះមិនដឹងកិច្ចម៉ែកិច្ចម៉ាទេណាឥឡូវដោយសារតែអ្នកលក់គាត់កើតទុកមិនសុខចិត្តបាទមកតវ៉ាជាមួយនឹងម្ចាស់អង្វរដោយសារតែម្ចាស់អង្វរគឺរង្វាន់ថ្មី$168គុណនឹង10នាក់ដែលឥឡូវនេះគាត់រើសជាមួយមិត្តភ័ក្តិរបស់គាត់នឹងបានគ្រប់10នាក់ហើយប៉ុន្តែឥឡូវអ្នកលក់គាត់ថាអត់មានចំណាយគាត់មករូបព្រោះដោយសារតែខំទិញពីកន្លែងគាត់ហើយគាត់ខំលក់ឲ្យបាទម្ចាស់អង្វរហ្នឹងត្រូវអង្វរបាទ168គុណនឹង10ហ្នឹងចាំតែឥឡូវនេះគាត់អត់បានទុកមកចំណាយទៅឲ្យអ្នកមីងដែលជាអ្នកលក់ទេបែរជាឲ្យក្រុមការងារអ្នកចិត្តខាងរបស់គាត់ហ្នឹង10នាក់គ្រប់គ្នាហើយឥឡូវដល់ពេលអញ្ចឹងគាត់អត់គ្រប់គ្នាបងប្អូនបាទឥឡូវនេះអត់បានចំណាយទៅលើអ្នកមីងនេះទេឥឡូវគាត់កើតទុកមិនសក់ចិត្តឥឡូវមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេឥឡូវបងប្អូនមកជួបជាមួយគាត់ទាំងអស់គ្នាតែម្ដងចង់សួរចែកអ៊ីធ្លាប់ដឹងថាក្រុមហ៊ុនឲ្យទៅចំណែកអ្នកលក់ដែរមែនគេឲ្យខ្ញុំតាគេឲ្យដែរចាឃើញគេខុសថាឲ្យអ្នកលក់ដែរធ្លាប់ឲ្យឃើញគេខុសឲ្យគាត់មួយទៅបើគេលុយក្រុមហ៊ុនថាឲ្យអញ្ចឹងបើមិត្តភ័ក្តិខ្ញុំគាត់មកអស់ហើយហ្នឹងបង10នាក់10នាក់ហើយបើសិនជាយើងដកម្នាក់ទៅបានទេមើលឥឡូវមិត្តភ័ក្តិខ្ញុំព្រមអត់ឥឡូវមានបណ្ណាគេព្រមអត់មើលឥឡូវខ្ញុំសួរមែនតើឥឡូវព្រមអត់អត់ព្រមទេអត់ព្រមទេអត់ព្រមទេខ្ញុំដាច់ខាតមកដាច់ខាតឥឡូវដឹងគិតមេបងប្អូនដល់ពេលអញ្ចឹងនេះចែកលុយនេះអត់ត្រូវទេឥឡូវលើកក្រោយទៅហីបើគេគ្រប់10នាក់អីអត់ទៅព្រោះឲ្យក្រុមហ៊ុនថាឲ្យអ្នកលក់168ដែរអញ្ចឹងខ្ញុំត្រូវទៅយកព្រោះអ៊ីអ្នកគាត់ត្រូវឲ្យគាត់ហ្មងគាត់ណាគាត់ខ្លួនឯងខ្ញុំតែឡើងអ៊ីចង់និយាយថាខ្ញុំណាហត់កំប៉ុងឲ្យគាត់ហត់អ្នកកំប៉ុងអូចាអូគាត់ទាបងហ្នឹងដោយសារគាត់មានចំណាយ$168ដែរត្រូវតែបានទៅដល់អ្នកលក់ហើយតែពេលបងឲ្យទៅបងប្អូនបងឯង10នាក់អញ្ចឹងវាខុសគោលការណ៍ក្រុមហ៊ុនដែរព្រោះក្រុមហ៊ុនតាអ្នកទិញកន្លែងគាត់អញ្ចឹងគឺត្រូវគាត់មានចំណាយដែរហើយបងឯងមានមកមិនគិតមុនគូបងដល់ពេលបងទៅចែកពូម៉ាក់បងអស់លេងឥឡូវគិតមិនឥឡូវអត់សល់គាត់មួយទេពេលអញ្ចឹងខ្ញុំអត់ដឹងដែរបងប្អូនខ្ញុំមកពេលហ្នឹងខ្ញុំអត់បានគិតដែរអញ្ចឹងអូចាប់បដ ாய் បងឥឡូវដកមួយចេញទៅបងណាដកមួយទៅណាឥឡូវមិត្តភ័ក្តិខ្ញុំឥឡូវប្រើមកដកមួយចេញឥឡូវមានបណ្ណាគេព្រមឥឡូវសុំដកមួយសិនណាចាំជើងក្រោយគាត់ខឹងហើយព្រមឲ្យមកហើយខាងនោះអត់ព្រមដែរមកមកនេះមកអត់ព្រមដែរឥឡូវអត់ព្រមដែរបាទអាណិតគាត់ទេបើគាត់អ្នកលក់ឲ្យអញ្ចឹងគាត់ខំលក់ឲ្យអ្នកត្រូវខ្ញុំខំធ្វើការហត់ដល់បងទិញគាត់រាល់ថ្ងៃអូដកម្នាក់តិចចែកគ្នាទៅវិញទៅកើតអត់ឥឡូវព្រមណាអូខេឥឡូវចាំកើតទេ$168យើងដកតិចម្នាក់ទៅដកមួយទៅពូព្រោះដោយសារក្រុមហ៊ុនគេត្រូវគោលការណ៍គេដោយសារអ្នកលក់ក៏គាត់មានចំណាយដែរណាអូខេណាបាទបងបាទខុសគោលការណ៍បាទអូឥឡូវព្រមទៅឲ្យមកអត់ហេចឹងនេះរៀងភ័យអត់សុបាយចិត្តទេឥឡូវដោយសារតែអ៊ីគាត់មករៀងមឹងទេមុខរៀងមឹងមុខរៀងខៅមកមុខខៅមកណាបាទមុខគីឡូមើលមុខញ៉ាំបាត់ហើយបាទនេះបងប្អូនចំណាំមុខហើយអ្នកលក់ខឹងគាត់អត់ទេបងចាគាត់ធ្វើតែអញ្ចឹងខឹងគាត់អត់ខឹងដែរចាតែមិនដឹងធ្វើម៉េចបើគាត់ឲ្យក៏ឲ្យបើមិនឲ្យក៏មិនដឹងធ្វើម៉េចព្រោះគាត់អ្នកគាត់ត្រូវចាឥឡូវសម្រាប់ថាម៉េចឥឡូវបើគាត់និយាយចឹងហើយគាត់ថាឲ្យក៏ឲ្យបើមិនឲ្យក៏សុកចិត្តដើរចេញហ្មងនេះឲ្យណាឲ្យបាទធូនត្រង់វិញចឹងឥឡូវបងស្រីបាទអ៊ីមកមិនទេយកលុយមកធូនត្រង់ទេមានអារម្មណ៍ថាសុបាយខ្លាំងហើយចានៅគាត់ដល់ប៊ូស្រង់ឯអរគុណគាត់ឯគាត់មានផ្នែកអីចាហ្នឹងហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុនប៊ូស្រង់ដែលបានចែករង្វាន់168ដល់ខ្ញុំតែចំណែកដែលខ្ញុំអ្នកលក់ចំណែកអ្នកត្រូវគឺខាងនេះទេមិនមែនខ្ញុំទេតែចំណែកអ្នកលក់គឺបានត្រូវបានឲ្យខ្ញុំ168ដែរចាសូមអរគុណច្រើនប៊ូស្រង់ត្រូវរង្វាន់ប៉ិតមិនកុហកទេហើយក្រុមហ៊ុនចុះមកឲ្យយើងប៉ិតមែនតបហ្មងណាចាបងសុបាយចិត្តតិចមកមុខកញ្ញើដែររៀងស្ដាយលុយមិនស្ដាយលុយមែនអត់ស្ដាយមើលបងរៀងរំភើបចឹងហ៎បងយកតែបានត្រូវរង្វាន់ដល់168គុណនឹង10ចឹងហ៎ស្មាការដកមួយទៅមុខកញ្ញើអត់អីបងអត់អីក្រោយរៀងគិតឲ្យច្បាស់លាស់តិចត្រូវដកឲ្យអ្នកលក់មួយបាទបងបាទក្រុមមកពឺតែមិត្តភ័ក្ដិចិត្តខាទាំងអស់អត់អ្នកលក់ដល់អ្នកលក់អត់ព្រមវិញនឹងយើងអត់ហើយនឹងស្បៃបាទបងបាទហើយមានណូគាត់នៅពូស្រង់ដាក់រង្វាន់ប៉ុនចែកជូនប៉ុននេះ$168គុណនឹង10ហើយសំខាន់រង្វាន់នេះលើកទី1មែនបាទលើកទី1លើកទី1រង្វាន់ថ្មីបាទអរគុណដល់ប៊ូត្រង់ហ៎បាទបានតែខាងក្រុមហ៊ុនប៊ូត្រង់ចោះមកចែករង្វាន់ពិតដល់កន្លែងកាក់ឋានរបស់ខ្ញុំកន្លែងធ្វើការអញ្ចឹងហ៎បងបាទចូលអរសាទរខាងក្រុមហ៊ុនគាត់168គុណនឹង10នាក់អញ្ចឹងរង្វាន់ច្រើនណាគុណទៅច្រើនមែនតើឡើង
$72,000 ចាហើយគាត់បានចែកចំណាយទៅដល់បងដែលធ្វើកម្មកោសំណងគាត់ព្រោះថ្ងៃនេះប្រាក់ខែគាត់មួយខែមិនបានម្ដងតែនេះបានលុយចាយហើយ បាទមកពីចូលឆ្នាំដាច់អីផងដាច់យាយឥឡូវបានត្រូវរង្វាន់